អ៊ីស្រាអែលបន្តវាយប្រហារទីក្រុងបេរូតខណៈអាមេរិកព្រមានអំពីហានិភ័យវាយប្រហារលើសាកលវិទ្យាល័យនៅលីបង់ទីក្រុងបេរូតយោធាអ៊ីស្រាអែលបានបន្តបើកការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងបេរូតនៃប្រទេសលីបង់កាលពីថ្ងៃសុក្រសប្តាហ៍នេះដោយអះអាងថាបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុងប្រយុទ្ធនៅក្នុងតំបន់ខណៈសហរដ្ឋអាមេរិកបានព្រមានថាអ៊ីរ៉ង់និងកងកម្លាំងសម្ព័ន្ធមិត្តអាចកំណត់គោលដៅលើសាកលវិទ្យាល័យមួយចំនួននៅលីបង់នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ទី4ខែមេសាឆ្នាំ2026អ្នកសារព័ត៌មាន Reuters នៅទីក្រុងបេរូតបានរាយការណ៍ថាមានសម្លេងផ្ទុះខ្លាំងៗយ៉ាងហោចណាស់3លើកត្រូវបានឮនៅទូទាំងទីក្រុងក្នុងល្ងាចថ្ងៃសុក្រខណៈពេលដែលគ្រិស្តសប្បុរស័ទជាច្រើនកំពុងប្រារព្ធពិធីបុណ្យ Good Fridayប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាការវាយប្រហារនេះបានកើតឡើងនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងប៉ុន្តែមកទល់ពេលនេះមិនទាន់មានរបាយការណ៍ច្បាស់លាស់អំពីការខូចខាតឬអ្នករងរបួសនោះឡើយនៅថ្ងៃដដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបេរូតបានចេញសេចក្តីព្រមានថាអ៊ីរ៉ង់និងកងជីវពលដែលជាសម្ព័ន្ធមិត្តអាចមានផែនការកំណត់គោលដៅលើស្ថាប័នសិក្សាជាពិសេសសាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសលីបង់ស្ថានទូតក៏បានណែនាំជាថ្មីឲ្យពលរដ្ឋអាមេរិកដែលស្ថិតនៅក្នុងប្រទេសនេះពិចារណាចាកចេញពីលីបង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានគួរបញ្ជាក់ថាអ៊ីស្រាអែលបានបន្តវាយប្រហារទីក្រុងបេរូតជាញឹកញាប់ជាពិសេសតំបន់ជាយក្រុងភាគខាងត្បូងដែលត្រូវបានគេស្គាល់ថាជាទីតាំងឥទ្ធិពលរបស់ក្រុម Hezbollah ក្រុមនេះត្រូវបានទាញចូលទៅក្នុងការប្រយុទ្ធជាមួយអ៊ីស្រាអែលឡើងវិញបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារប្រឆាំងអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈកន្លងទៅយោងតាមទិន្នន័យចុងក្រោយមនុស្សប្រមាណ1368នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចនេះខណៈប្រជាជនប្រហែល1/5នៃប្រទេសលីបង់ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅប្រភពមួយបានប្រាប់ Reuters កាលពីសប្តាហ៍មុនថាអ្នកប្រយុទ្ធរបស់ក្រុម Hezbollah ជាង400នាក់បានស្លាប់ចាប់តាំងពីថ្ងៃទី2ខែមីនាមក